រឿងដើមកំណើតសត្វតាវ៉ៅកាលពីព្រេងនាយមានបងប្អូនកំព្រា2នាក់រស់នៅក្បែរជើងភ្នំចាប់តាំងពីឪពុកម្ដាយរបស់ពួកគេស្លាប់ចោលទៅបងប្អូនទាំង2នាក់នេះរស់នៅយ៉ាងលំបាកបងប្រុសមានចិត្តសន្តោសប្រណីចំពោះប្អូនស្រីនិងថែទាំនាងគ្រប់បែបយ៉ាងទាំងអស់ជារៀងរាល់ថ្ងៃបងប្រុសតែងតែដើរជីកមើមដំឡូងខ្ជឹងមកស្ងោរធ្វើជាចំណីអាហារដើម្បីក្រពះរបស់ពួកគេជារៀងរាល់ថ្ងៃជាធម្មតានៅពេលដែលស្ងោរដំឡូងឆ្អិនហើយបងប្រុសបានកាត់ខាងក្បាលនិងខាងចុងមើមមកញ៉ាំខ្លួនឯងហើយយកសាច់កណ្ដាលហុចឲ្យប្អូនស្រីញ៉ាំទាំងអស់មានថ្ងៃមួយប្អូនស្រីគិតឆ្ងល់ក្នុងចិត្តក៏និយាយទៅកាន់បងថាណែបងឲ្យខ្ញុំញ៉ាំខាងក្បាលនិងខាងចុងមើលម្ដងមកទេប្អូនស្រីខាងនឹងអត់ឆ្ងាញ់នោះទេពេលនោះនាងគិតក្នុងចិត្តថាបងរបស់អញពិតជាចិត្តអាក្រក់ណាស់មានរបស់ឆ្ងាញ់ញ៉ាំតែម្នាក់ឯងស្អែកឡើងបងក៏រៀបចំខ្លួនទៅជីកដំឡូងដោយសពដងស្រាប់តែប្អូនរបស់គេយំខ្សឹកខ្សួលពីខាងក្រោយរួចត្អូញត្អែថាបងប្រុសខ្ញុំអត់ចង់នៅផ្ទះទេខ្ញុំសុំទៅជាមួយបងដែរទោះបីជាបងខំអង្វរប្អូនយ៉ាងណាក៏ដោយក៏នាងនៅតែយំចង់ទៅដដែលបងក៏លួងប្អូនថាប្អូនស្រីឈប់យំទៅបងមិនចង់ឃើញឯងយំតទៅទៀតទេណាហើយចុះបងយកឯងទៅជាមួយបងម្ដងចុះឯងឈប់យំទៅណាបងក៏បានកាន់ដៃប្អូនកាត់វាលចូលព្រៃដ៏សែនឆ្ងាយក្រោមពន្លឺថ្ងៃដ៏សែនក្តៅហែងមិនយូរប៉ុន្មានពួកគេក៏បានទៅដល់ព្រៃមួយបងងាកមករកប្អូនហើយនិយាយប្រាប់ថាថ្ងៃនេះពិតជាចម្លែកណាស់យើងដើរមួយព្រឹកធំទៅហើយរកដំឡូងមួយមើមក៏មិនបានដែរទាំងពីរអ្នកបងប្អូនចេះតែដើរយូរទៅក៏ក្រឡេកឃើញមើមដំឡូងមួយគុម្ពដ៏ធំបន្ទាប់មកបងក៏ចាប់ផ្ដើមជីកក្រឡឹងមើមដំឡូងនោះពេលប្អូនឃើញមើមដំឡូងធំក៏គិតក្នុងចិត្តថាមើមដំឡូងនេះធំណាស់ដល់ពេលស្ងោរឆ្អិនមិនដឹងជាឆ្ងាញ់យ៉ាងណាទេកំពុងតែស្រមើស្រមៃស្រាប់តែបងប្រុសជីករូងដីជ្រៅទៅរហូតដល់ចុងមើមរំពេចនោះដីដែលនៅមាត់រណ្ដៅក៏បាក់ធ្លាក់ស្រុតចុះធ្វើឲ្យបងប្រុសដាំក្បាលចូលទៅក្នុងរណ្ដៅនោះគ្រានោះដែរប្អូនមិនបានឃើញបងរបស់គេធ្លាក់ក្នុងរណ្ដៅនោះទេស្រាប់តែធ្វើជាលេងសើចក៏លីមើមដំឡូងរត់ទៅមុនមិនបានមើលបងហើយរត់ទៅមិនងាកក្រោយទៀតផងនៅតាមផ្លូវនាងរត់បណ្ដើរឈប់បណ្ដើរទម្រាំទៅដល់ផ្ទះវិញនាងក៏ប្រញាប់យកមើមដំឡូងទៅលាងទឹកស្ងោរលុះដល់ពេលឆ្អិននាងក៏កាត់ខាងក្បាលនិងខាងចុងមើមមកញ៉ាំគ្រាន់តែញ៉ាំបានបន្តិចនាងក៏ខ្ជិះដំឡូងចេញមកវិញដោយនិយាយទាំងទឹកភ្នែកថាអីយ៉ាអាមួយនេះមិនឆ្ងាញ់សោះរសជាតិល្វីងចត់ហើយជ្រប់ទៀតផងហើយវាមិនផុសល្អដោយសាច់កណ្ដាលនោះសោះពិតជាដោយបងប្រុសនិយាយមិនខុសមែនពេលនោះនាងភ្ញាក់ខ្លួនឲ្យព្រឺតដែលគិតមិនល្អទៅលើបងប្រុសឥឡូវនាងចាប់ផ្ដើមតាំងចិត្តយ៉ាងច្បាស់ថានៅពេលដែលបងប្រុសត្រឡប់មកវិញត្រូវតែស្ដាប់បង្គាប់និងគោរពតាមបងទាំងអស់នាងគិតហើយក៏អង្គុយសង្កត់មុខផ្ទះចាំមើលផ្លូវបងត្រឡប់មកវិញនាងរងចាំបងអស់ពេញមួយថ្ងៃពិតជាពិបាកចិត្តខ្លាំងណាស់យប់ឡើងនាងអង្គុយក្បែរភ្នក់ភ្លើងក្តៅកគុកដើម្បីបំបត្តិនូវភាពភ័យខ្លាចនាងចាំបាត់រហូតពេញមួយយប់នៅតែមិនឃើញបងត្រឡប់មកវិញនាងអង្គុយសម្រក់ទឹកភ្នែកយ៉ាងអស់សង្ឃឹមយ៉ាងខ្លាំងខំសម្លឹងមើលអ្វីដែលនៅជុំវិញខ្លួនពោពេញទៅដោយភាពស្ងាត់ជ្រងំនាងទ្រាំតទៅទៀតមិនបានទេព្រោះកន្លងមកមិនដែលបាត់បង់យូរដូច្នោះឡើយ
នាងទ្រាំនឹងភាពភ័យខ្លាចពុំបានក៏ចេញដំណើរទៅរកបងទាំងទុកព្រួយដូច្នេះនាងខំស្វែងរកបងពេញអស់ព្រៃព្រឹក្សាយំផងស្រែកផងរត់ចុះរត់ឡើងក្នុងព្រៃមួយចូលព្រៃមួយអត់បាយអត់ទឹកវង្វេងក្នុងព្រៃតែម្នាក់ឯងគ្មានគោលដៅអស់រយៈពេល2-3ថ្ងៃទៅហើយដែលនាងខំស្វែងរកបងរបស់នាងប៉ុន្តែអ្វីៗដែលកន្លងផុតទៅវាមិនអាចវិលត្រឡប់មកក្រោយវិញបានឡើយបងរបស់នាងមិនបានឮសំឡេងស្រែកហៅរបស់ប្អូនទេបងបានថប់ដង្ហើមក្នុងដីស្លាប់បាត់ទៅហើយបងលែងបានចិញ្ចឹមបីបាច់ថែរក្សាប្អូនជាទីស្រឡាញ់របស់គេទៀតហើយដោយសារតែនាងអត់អាហារច្រើនថ្ងៃនាងកំអល់កម្លាំងខ្សោយទៅហើយដួលសន្លប់ក្នុងព្រៃភ្នំនោះបាត់ទៅដោយសារតែនាងមានកម្មពៀគ្រាន់តែដួលសន្លប់ភ្លាមព្រលឹងរបស់នាងក៏ចាប់កំណើតជាសត្វតាវ៉ៅជារៀងរហូតដូច្នោះហើយឲ្យតែដល់ខែប្រាំងរដូវជីកមើមដំឡូងខ្ជិងសត្វតាវ៉ៅនេះតែងតែស្រែកយំតូហូតូហូជារៀងរាល់ថ្ងៃគឺគេស្រែកហៅរកបងប្រុសរបស់គេដូច្នោះហើយបានជាគេឮសំឡេងសត្វតាវ៉ៅយំកាន់តែខ្លាំងឡើងនៅរដូវប្រាំងរហូតមកដល់សព្វថ្ងៃនេះរឿងព្រះនាងចម្ប៉ាថោងកាលពីព្រេងនាយមានបុត្រីក្សត្រគ្រងរាជ្យមួយអង្គព្រះនាមព្រះនាងចម្ប៉ាថោងវេលាថ្ងៃមួយព្រះនាងបានថ្វាយបង្គំសុំព្រះមាតាបិតាទៅក្រសាលឯស្ទឹងមួយជាមួយនឹងពួកភីលៀងស្រីស្នំពេលកំពុងតែស្រង់ទឹកស្ទឹងយ៉ាងសប្បុរសតីក្រៃលែងជាមួយនឹងពួកភីលៀងស្រាប់តែព្រះនាងបានទតឃើញពងក្រពើមួយនិងឆ្មាសម្បុរ3មួយនៅមាត់ច្រាំងជិតនោះព្រះនាងចម្ប៉ាថោងក៏នាំយកឆ្មាសម្បុរ3និងពងក្រពើមកព្រះរាជវាំងហើយទូលថ្វាយព្រះមាតាបិតាដើម្បីឲ្យទ្រង់បានជ្រាបព្រះបិតាព្រះនាងបានកោះហៅមន្ត្រីចាស់ទុំមកពិនិត្យមើលដឹងថាជាពងក្រពើប្រកបណាស់ក៏បញ្ជាឲ្យគេយកពងក្រពើនោះទៅបោះចោលអនុញ្ញាតឲ្យទុកតែឆ្មាសម្បុរ3តែប៉ុណ្ណោះប៉ុន្តែព្រះនាងចម្ប៉ាថោងបានសុំអង្វរព្រះបិតាសុំទុកឲ្យពងក្រពើញាស់សិនទើបចាំយកទៅបោះចោលកុំឲ្យមានកម្មពៀដល់ពេលពងក្រពើញាស់រួចព្រះនាងចម្ប៉ាថោងក៏យល់ព្រមឲ្យគេយកកូនក្រពើទៅលែងចោលនៅឯបឹងមួយលុះកូនក្រពើនោះធំឡើងគឺជាក្រពើដែលកាចសាហាវបំផុតហើយតែងតែស៊ីអ្នកស្រុកជាចំណីអាហារថ្ងៃមួយមានអ្នកស្រុកម្នាក់បានសំពះសុំអង្វរក្រពើនោះកុំឲ្យស៊ីខ្លួនគេទោះគេត្រូវធ្វើអ្វីក៏ព្រមដែរសត្វក្រពើក៏ព្រមទទួលការអង្វររបស់អ្នកស្រុកនោះហើយឲ្យបុរសនោះទៅទូលព្រះនាងចម្ប៉ាថោងយាងមកប្រគល់ខ្លួនឲ្យធ្វើជាចំណីទើបខ្លួនឈប់ស៊ីអ្នកស្រុកពួកអ្នកស្រុកប្រជារាស្ត្រក៏នាំគ្នាទៅទូលព្រះមហាក្សត្រព្រះនាងចម្ប៉ាថោងបានដឹងរឿងនេះក៏ទៅទូលព្រះបិតាសុខចិត្តប្រគល់ខ្លួនឲ្យក្រពើស៊ីជាចំណីដើម្បីកុំឲ្យសត្វក្រពើយាយីដល់ប្រជារាស្ត្រទៀតចំណែកឯសត្វឆ្មាសម្បុរ3ដែលព្រះអិនប្រើមករស់នៅជាមួយនឹងសត្វក្រពើគឺត្រូវមកតាមដង្ហែនិងជួយការពារព្រះនាងចម្ប៉ាថោងពេលបានដឹងរឿងនេះហើយឆ្មាសម្បុរ3ក៏ក្រឡាខ្លួនជាស្រីក្រមុំរូបស្រស់ម្នាក់ទៅស្កាត់ជួបសត្វក្រពើដើម្បីឃាត់ក្រពើជាមុនរីឯក្រពើក៏ក្រឡាខ្លួនជាកំឡោះរូបសង្ហាមកចែកចង់ឆ្មាសម្បុរ3តែការខាត់ខាំងរបស់ឆ្មាសម្បុរ3មិនបានសម្រេចក៏ទះក្រញ៉ៅក្រពើមួយដៃហើយបែកគ្នាជារៀងខ្លួនទៅចំណែកឯព្រះនាងចម្ប៉ាថោងបានអោបឆ្មាជិះក្បូនមួយបណ្ដែតលើទឹកប្រគល់ខ្លួនឲ្យសត្វក្រពើស៊ីជាចំណីសត្វក្រពើពេលដែលឃើញព្រះនាងចម្ប៉ាថោងដូច្នោះក៏ហែសំដៅមកហើយហាមាត់បំរុងត្របាក់ព្រះនាងចម្ប៉ាថោងរំពេចនោះក៏មានទេវតាមួយអង្គជប់ឲ្យសត្វក្រពើនោះរលាយបាត់សូន្យទៅឆ្មាសម្បុរ3ក៏ប្រែក្រឡាជាស្រីក្រមុំម្នាក់ឈ្មោះនាងវិឡា
វិឡានិងព្រះនាងចម្ប៉ាថោងក៏នាំគ្នាឡើងមកលើគោកដើម្បីធ្វើដំណើរទៅព្រះនគរវិញពេលនោះក៏មានយក្សមួយបានចាប់ព្រះនាងចម្ប៉ាថោងនិងនាងវិឡាមកចិញ្ចឹមធ្វើជាបុត្រនៅឯនគរយក្សថ្ងៃមួយព្រះនាងចម្ប៉ាថោងនិងនាងវិឡាបានសុំយក្សដែលជាបិតាចិញ្ចឹមទៅក្រសាព្រៃពេលនោះក៏បានជួបនឹងបុត្រស្ដេចមួយអង្គទៀតព្រះនាមជ័យជេតក៏កើតចិត្តប្រតិព័ទ្ធនឹងគ្នាហើយដោយការអង្វររបស់ព្រះអង្គជ័យជេតព្រះនាងចម្ប៉ាថោងក៏ព្រមស្នេហាតាមពាក្យអង្វររបស់ព្រះអង្គជ័យជេតហើយព្រះនាងក៏មានព្រះបន្ទូលឲ្យព្រះអង្គជ័យជេតរៀបបណ្ដាការតាមប្រពៃណីរស់នៅជាមួយគ្នាដោយក្តីសុខសាន្តរឿងឋានសួគ៌និងឋាននរកថ្ងៃមួយតាបោះម្នាក់បានជួបនឹងព្រះឥន្ទហើយគាត់ក៏ពោលទៅកាន់ព្រះអង្គថាព្រះអង្គអើយសូមទ្រង់ពន្យល់ខ្ញុំម្ចាស់អំពីអត្ថន័យនៃឋានសួគ៌និងឋាននរកផងព្រះឥន្ទស្ដាប់ហើយទ្រង់ក៏បាននាំតាបោះនោះចូលទៅច្រកមួយមានទ្វារពីរនៅទល់មុខគ្នាព្រះឥន្ទក៏បានបើកទ្វារទី1ហើយប្រាប់ឲ្យតាបោះទៅមើលនៅក្នុងបន្ទប់នោះតាបោះមើលឃើញតុអាហារមូលធំមួយហើយមានមនុស្សនៅអង្គុយជុំវិញតុនោះនៅចំកណ្ដាលតុមានស៊ុបមួយឆ្នាំងធំមានក្លិនឈ្ងុយយ៉ាងខ្លាំងធ្វើឲ្យតាបោះទ្រាំលាទឹកមាត់មិនបានផ្ទុយទៅវិញមនុស្សដែលកំពុងតែស៊ីស៊ុបនោះមានរូបរាងឲ្យស្គមរីងរៃមើលទៅហាក់ដូចជាអត់អាហារយូរមកហើយមនុស្សម្នាក់នៅក្នុងបន្ទប់កំពុងកាន់ស្លាបព្រាមានដងយ៉ាងវែងហើយអាចដួសស៊ុបក្នុងឆ្នាំងបានជាអកុសលដងស្លាបព្រាដ៏វែងធ្វើឲ្យពួកគាត់មិនអាចដាក់ស៊ុបចូលទៅក្នុងមាត់របស់ខ្លួនឯងបានឡើយឃើញដូច្នោះតាបោះមានចិត្តសង្វេគចំពោះទុក្ខវេទនានិងការឈឺចាប់ទាំងនេះជាពន់ពេកពេលនោះព្រះឥន្ទក៏មានបន្ទូលថាណែតាបោះនេះហើយគឺជាឋាននរកនោះបន្ទាប់ពីបានបិទទ្វារបន្ទប់នោះរួចហើយព្រះឥន្ទក៏បានងាកមកបើកទ្វារបន្ទប់ទី2ដូចគ្នានឹងបន្ទប់ទី1ដែរបន្ទប់នេះមានស៊ុបដ៏ឈ្ងុយឆ្ងាញ់មួយឆ្នាំងធំស្ថិតនៅចំកណ្ដាលតុមូលដែលមានមនុស្សកំពុងតែកាន់ស្លាបព្រាដងវែងប៉ុន្តែមនុស្សនៅក្នុងបន្ទប់នេះមានសុខភាពមាំមួនកំពុងទទួលទានស៊ុបយ៉ាងឆ្ងាញ់និងជជែកគ្នាយ៉ាងសប្បាយតាបោះក៏បាននិយាយថាខ្ញុំមិនយល់ពីទិដ្ឋភាពទាំងនេះទេសូមព្រះអង្គជួយបរិយាយផងតាបោះនេះគឺជាឋានសួគ៌មនុស្សនៅក្នុងបន្ទប់នេះត្រូវការជំនាញយ៉ាងសាមញ្ញតែមួយគត់ដោយបានឃើញផ្ទាល់ភ្នែកហើយមនុស្សនៅក្នុងបន្ទប់នេះចេះបញ្ចុកស៊ុបគ្នាទៅវិញទៅមកផ្ទុយពីមនុស្សលោភលន់គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនដែលមាននៅក្នុងបន្ទប់មុនមានបន្ទូលតែប៉ុណ្ណេះតាបោះយល់ច្បាស់ពីអត្ថន័យរបស់ឋានសួគ៌និងឋាននរកដូច្នោះហើយទើបមានពាក្យមួយបានពោលថាការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនមួយមុខធ្វើឲ្យជាតិនិងខ្លួនឯងអន្តរាយទៅថ្ងៃខាងមុខរឿងបុរសជីកក្តាមមាននិទានមួយដំណាលថាមានប្តីប្រពន្ធ2នាក់មានកូនប្រុសម្នាក់បានអាយុ12ឆ្នាំម្ដាយក៏ស្លាប់ចោលទៅឪពុកលក់ដូរបន្តិចបន្តួចនៅផ្ទះលក់មិនដាច់រឹតតែក្រទៅច្រើនឆ្នាំក្រោយមកឪពុកក៏អនិច្ចកម្មទៅទៀតទុកឲ្យកូនរស់នៅតែម្នាក់ឯងថែរក្សាផ្ទះសម្បែង
ពេលឪពុកស្លាប់ទៅបាន7ថ្ងៃក៏មកពន្យល់សពកូនថាកូនក្រលំបាកណាស់យើងជាឪពុកគ្មានអ្វីចែកឲ្យកូនទេដូច្នោះកូនទៅជីក្តាមនៅក្រោយខ្ទមអ្នកតានៅឯទិសឦសានទៅគ្រាន់បានកម្រៃបន្តិចបន្តួចមកចិញ្ចឹមជីវិតជារៀងរាល់ថ្ងៃវេលាព្រឹករះថ្ងៃកាលណាកូនត្រូវទៅជីក្តាមកុំឲ្យខានឲ្យសោះលុះភ្លឺច្បាស់កូនភ្ញាក់ឡើងចាំជាក់ក្នុងសុបិនក៏យកចបជីកដើរតម្រង់ទៅខ្ទមអ្នកតាជីកក្តាមតាមបណ្ដាំលោកឪពុករួចយកក្តាមនោះទៅលក់ឲ្យអ្នកផ្សារក៏បានទិញយកបុរសនោះបានប្រាក់ហើយក៏ត្រឡប់មកផ្ទះវិញរាល់ព្រឹកបុរសនោះទៅជីកក្តាមនៅទីកន្លែងដដែលបានក្តាមហើយក៏យកទៅលក់ឲ្យអ្នកផ្សារជារៀងរាល់ថ្ងៃនៅស្រុកនោះមានមហាសេដ្ឋីមានកូនស្រី5នាក់កូនស្រីបងមានស្វាមីអស់ទៅហើយនៅតែនាងពៅប្រកែកមិនព្រមយកស្វាមីទោះបីលោកសេដ្ឋីជាឪពុកបង្ខំនាងយ៉ាងណាក៏ដោយក៏នាងមិនព្រមយកប្តីដែរនិយាយពីបុរសម្នាក់នោះវិញចេះតែទៅជីកក្តាមយកទៅលក់មិនដែលខាននាងពៅបានឃើញបុរសនោះភ្លាមក៏បានសួរថាណែកំឡោះតើលោកយកក្តាមទៅលក់នៅទីណាដែរបុរសជីកក្តាមក៏បានឆ្លើយតបវិញថាខ្ញុំយកក្តាមនេះយកទៅលក់នឹងអ្នកនាងពៅឃើញដូច្នោះក៏សុំទិញក្តាមទាំងអស់ពីបុរសនោះដោយផ្ដាំថាពីថ្ងៃនេះតទៅបើមានក្តាមសូមកុំលក់ឲ្យអ្នកណាឲ្យសោះទុកឲ្យខ្លួនតែម្នាក់បានហើយនាងពៅក៏មានចិត្តប្រតិព័ទ្ធនឹងបុរសនោះតែម្នាក់ឯងដែរចាប់តាំងពីថ្ងៃនោះមកបុរសនេះទៅជីកក្តាមនៅកន្លែងដដែលទុកលក់ឲ្យនាងពៅជារៀងរាល់ថ្ងៃនាងពៅមានចិត្តរឹតតែស្រឡាញ់បុរសនោះខ្លាំងឡើងក៏ធ្វើរឹកពីកិរិយាឲ្យបុរសនោះបានដឹងតែបុរសនោះគិតថាខ្លួនសពថ្ងៃក្រីក្រលំបាកណាស់ថែមទាំងកំព្រាទៀតផងចំណែកឯនាងពៅវិញមិនដែលគិតពីឋានៈនោះឡើយបងទាំងប៉ុន្មានបានឃើញនាងពៅស្រឡាញ់បុរសលក់ក្តាមក៏នាំគ្នាទៅប្រាប់លោកឪពុកអ្នកម្ដាយបងរបស់នាងពៅបានជម្រាបលោកឪពុកអ្នកម្ដាយថាបានឃើញនាងពៅទៅលួចមានស្នេហាជាមួយនឹងបុរសលក់ក្តាមបុរសនោះតែងតែយកក្តាមមកលក់ឲ្យនាងពៅជារៀងរាល់ថ្ងៃហើយពួកគេខំទូមានទៅនាងពៅណាស់ដែរប៉ុន្តែនាងពៅនៅតែមិនស្ដាប់តាមដំបូន្មានរបស់គេសេដ្ឋីជាឪពុកឮដូច្នោះមានការច្រឡោតខឹងហើយបានហៅនាងពៅមកស្ដីបន្ទោសយ៉ាងខ្លាំងជាពិសេសលោកសេដ្ឋីខឹងនឹងនាងពៅមិនព្រមស្រឡាញ់បុរសដែលលោកបានផ្គូផ្គងតែបែរទៅជាស្រឡាញ់មនុស្សក្រខ្សត់ដែលលក់តែក្តាមទៅវិញលោកទ្រាំមិនបានក៏ដេញឲ្យនាងពៅចុះចេញពីផ្ទះឆាប់ឲ្យទៅរស់នៅជាមួយនឹងបុរសលក់ក្តាមនោះក៏មកជន់ផ្ទះរបស់សេដ្ឋីចាប់ពីថ្ងៃនេះតទៅលោកសេដ្ឋីសូមកាត់ការនាងពៅចោលត្រឹមនេះចំណែកឯម្ដាយនាងពៅកាត់ចិត្តមិនដាច់ពីកូនពៅនោះទេក៏លបលួចវិចរបស់ស្រាលដែលមានតម្លៃឲ្យនាងពៅជាកូននាងពៅក៏សំពះលាម្ដាយយកបង្វិចចុះចេញពីផ្ទះសំដៅទៅរកបុរសជីកក្តាមបុរសជីកក្តាមភ្ញាក់ផ្អើលជាខ្លាំងពេលឃើញនាងពៅដើរចូលមកនាងបាននិយាយទាំងទឹកភ្នែកអំពីរឿងរ៉ាវដែលឪពុកបានបណ្ដេញចេញពីផ្ទះបុរសជីកក្តាមស្ដាប់ហើយក៏ត្អូញត្អែប្រាប់នាងពៅថាអ្នកនាងអើយសពថ្ងៃនេះខ្លួនខ្ញុំក្រីក្រណាស់ហើយកំព្រាទៀតផងអ្នកនាងត្រឡប់ទៅរស់នៅផ្ទះអ្នកនាងវិញចុះខ្ញុំមិនហ៊ានទទួលយកអ្នកនាងមកធ្វើជាប្រពន្ធទេនាងពៅក្រវីក្បាលហើយឆ្លើយតបទៅបុរសជីកក្តាមវិញថាមិនអីទេលោកខ្ញុំមិនទៅវិញទេខ្ញុំស៊ូស្លាប់រស់នៅជាមួយលោកហើយបុរសជីកក្តាមនិងនាងពៅតស៊ូរស់នៅជាមួយគ្នាព្រឹកឡើងបុរសជាប្តីទៅជីកក្តាមនៅទីដដែលយកក្តាមទៅលក់ដូចថ្ងៃមុនទៀតបានប្រាក់ហើយក៏ទៅទិញរបស់ផ្សេងផ្ញើប្រពន្ធប្រព្រឹត្តយ៉ាងនេះជាច្រើនថ្ងៃហេតុតែនាងពៅជាស្រីគ្រប់លក្ខក៏ប្រតិបត្តិប្តីមិនឲ្យទាស់ចិត្តវេលាយប់ចូលដំណេកនាងតែនិយាយប្រាប់ទៅប្តីថាពីថ្ងៃនេះទៅសូមបងកុំទៅជីកក្តាមទៀតប្រាក់របស់យើងមានច្រើនណាស់បើយើងចង់ទិញអ្វីក៏ទិញបានតាមចិត្តលុះព្រឹកឡើងប្តីក៏កាន់ចបទៅជីកក្តាមទៀត
ប្រពន្ធឃើញដូច្នោះក៏លោបទៅទីកន្លែងនោះលុះឃើញច្បាស់ហើយក៏ត្រឡប់មកផ្ទះវិញចំណែកឯប្តីពេលជីកបានក្តាមហើយក៏យកទៅលក់ដូចធម្មតាថ្ងៃក្រោយមកទៀតប្តីទៅកាប់អុសនៅក្នុងព្រៃឆ្ងាយនាងក៏កាន់ចបទៅជីករំលើងទីកន្លែងដែលប្តីជីកក្តាមខ្ទេចខ្ទីអស់រួចត្រឡប់មកផ្ទះដាំបាយធ្វើម្ហូបចំណីទុកឲ្យប្តីបរិភោគដូចធម្មតាព្រឹកឡើងប្តីក៏កាន់ចបទៅជីកក្តាមទៀតឃើញកន្លែងនោះធ្លុះធ្លាយរលីងច្រាក់ខ្ចាយអស់មានតែសម្បកក្តាមមួយធំចម្លែកបុរសនោះក៏កាន់សម្បកក្តាមត្រឡប់មកផ្ទះវិញរួចយកសម្បកក្តាមនោះទៅលាក់ទុកនៅក្រោមផ្ទះថ្ងៃមួយវេលាយប់ចូលដំណេកនាងពៅក៏របូតប្រាក់មួយណែនពីដៃធ្លាក់ទៅក្រោមផ្ទះចូលក្នុងសម្បកក្តាមនោះលុះព្រឹកឡើងទើបនាងចុះពីផ្ទះទៅរើសប្រាក់ដែលធ្លាក់ពីយប់ស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្តាមនាងអរខ្លាំងណាស់ក៏យកប្រាក់មកឲ្យប្តីក៏បានសួរប្រពន្ធថាណែអូនបានប្រាក់ពីណាអីក៏ច្រើនម្ល៉េះនាងពៅក៏បានឆ្លើយតបនឹងប្តីវិញថាចាស់បងកាលពីយប់មិញខ្ញុំកាន់ប្រាក់របូតពីដៃមួយណែនធ្លាក់ទៅក្រោមផ្ទះខ្ញុំពុំបានចុះទៅយកទេឥឡូវស្រាប់តែឃើញប្រាក់ណែនពេញសម្បកក្តាមខ្ញុំក៏យកមកជូនបងទៅចាប់ពីថ្ងៃនោះមកបុរសជាប្តីក៏ឈប់ទៅជីកក្តាមទីនោះទៀតដែរវេលាយប់កាលណាពីរអ្នកប្តីប្រពន្ធនាំគ្នាទម្លាក់ប្រាក់ទៅចំសម្បកក្តាមព្រឹកឡើងចុះទៅមើលឃើញប្រាក់ពេញសម្បកក្តាមក៏យកមកទុកជារៀងរាល់ថ្ងៃបើទម្លាក់ប្រាក់រៀលព្រឹកឡើងឃើញប្រាក់រៀលពេញសម្បកក្តាមបើទម្លាក់ប្រាក់ណែនព្រឹកឡើងឃើញប្រាក់ណែនពេញសម្បកក្តាមបើទម្លាក់មាសពេជ្រព្រឹកឡើងប្រកាសជាឃើញមាសពេជ្រពេញសម្បកក្តាមជាមិនខានឡើយអ្នកទាំងពីរធ្វើយ៉ាងនេះចំនួន1ឆ្នាំមានប្រាក់ច្រើនរាប់មិនអស់ហើយក៏នាំគ្នាយកប្រាក់និងគ្រឿងមាសពេជ្រទាំងអស់ទៅកប់ក្នុងដីជាច្រើនអន្លើក្រោយមកអ្នកទាំងពីរក៏នាំគ្នាទៅសួរសុខទុក្ខមហាសេដ្ឋីជាឪពុកម្ដាយលុះពេលទៅដល់ផ្ទះបងស្រីបានស្ដីបន្ទោសឲ្យប្អូនថាណែនាងពៅនាំប្តីកំសត់លក់តែក្តាមមកធ្វើអីនេះឯងមិនព្រមស្ដាប់យើងទេឲ្យទៅរស់នៅជាមួយអ្នកមានមិនចង់នៅហើយលោកឪពុកកាត់កាលឯងចោលទៀតផ្ទះក៏មិនឲ្យចូលដែរឯងត្រឡប់មកវិញធ្វើអីទៀតនាងពៅក៏បានឆ្លើយតបទៅបងរបស់គេវិញថាចាបងទាំងអស់សូមកុំមើលងាយខ្ញុំពេកខ្ញុំមកទីនេះដើម្បីសួរសុខទុក្ខលោកឪពុកនិងអ្នកម៉ែទេព្រោះលោកជាអ្នកមានគុណមកលើខ្ញុំហើយខ្ញុំក៏មិនបានមកសុំទ្រព្យសម្បត្តិបងទាំងអស់គ្នាដែរបងមានប្រាក់ប៉ុណ្ណឹងក៏មិនព្រឺរោមជើងរបស់ខ្ញុំដែរបងរបស់នាងពៅស្ដាប់ហើយខឹងច្រឡោតណាស់ពួកគេមិនជឿនោះទេចង់ភ្នាល់ប្រាក់របស់ពួកគេជាមួយនឹងនាងពៅបបួលបងរបស់គេភ្នាល់ថាប្រសិនបើបងរបស់គេរាប់មាសប្រាក់របស់គេមួយថ្ងៃឲ្យអស់នោះគេនឹងយល់ព្រមចែកមាសទាំងអស់នោះឲ្យបងជាមិនខានឡើយបងរបស់នាងពៅគិតថានាងពៅពិតជាក្អេងក្អាងណាស់បើរាប់ប្រាក់ទាំងអស់នោះអស់មែនគេនឹងវាយនាងពៅទាល់តែស្លាប់តែម្ដងបងទាំងអស់គ្នាក៏នាំគ្នាទៅរាប់ប្រាក់របស់នាងពៅមែនពួកគេរាប់តាំងពីព្រឹករហូតដល់ល្ងាចនៅតែរាប់មិនអស់ទៀតហើយក៏នាំគ្នាត្រឡប់មកផ្ទះវិញជម្រាបឪពុកម្ដាយរបស់នាងពៅថាលោកឪពុកអ្នកម៉ែនាងពៅមានប្រាក់ច្រើនណាស់ខ្ញុំបានឃើញផ្ទាល់នឹងភ្នែកមហាសេដ្ឋីឮដូច្នោះក៏ចាត់អ្នកបម្រើឲ្យទៅមើលប្រាក់របស់នាងពៅឲ្យបានឃើញច្បាស់ភ្នែកលុះឃើញពិតប្រាកដហើយមហាសេដ្ឋីមានចិត្តត្រេកអរណាស់ក៏ចាត់អ្នកបម្រើឲ្យហៅនាងពៅនិងកូនប្រសារមករស់នៅជាមួយនឹងឪពុកម្ដាយវិញមហាសេដ្ឋីឃើញប្រាក់នាងពៅច្រើនមែនមានអំណរពុនប្រមាណថែមទាំងសរសើរកូនរបស់គាត់ថាកូនអញពិតជាមានបុណ្យមែនកូនទាំងពីរនឹងក្លាយជាមហាសេដ្ឋីដំណរវង្សតកូរពុំខានពុកសុំទោសដែលខឹងហើយមិនដេញកូនចេញពីផ្ទះសូមកូនគុំប្រកាន់ខឹងនឹងពុកអីនាងពៅនិងប្តីក៏បានរួមរស់ជាមួយនឹងឪពុកម្ដាយវិញចំណែកបងស្រីទាំងប៉ុន្មានក៏កោតខ្លាចនាងពៅនិងប្អូនថ្លៃនោះណាស់
lúc mà ha sẽ thấy chia ở bục tua mô rana phiệp tử về liên nụ niềng pơ nâng bật đầy có bán khai tới chia mà ha sẽ thấy chúng nút lúc ở bục mặt đài rồi hột to từ mục rương cỏ móng châu mà lục miên rương đi tiền mùi bán nằm nà thả miên mà ha trao bà nẹ bùng miên phẹ dìa lao cốt ban xong tè mùi non lò sạn nơi non prey small san đàm bấy tục đã trộp rồi bọc luôn miên đôi chìm mì bạ sầm put ao bay chỉ đơm đại khuôn ban lùi plant bị kỳ lúc cày một mà ha trao có rồng pưng kịch hà má ảnh miên trộp sầm bạch ra nè té to tròn miên nẹ ná nơi thay để xả so kết sập group tử cá prăng pray rồi bỏ anh ní đôi chỉ miên ban ca vậy lao rút thả bà cá na má anh slap tử trộp tiếng on ní nâng tới chia rồi bọc miên ban ca viết bất chỉ cú ở sài nè bà miên propon cồn cron nâng xi mô đọt ní má anh mình sơ chỉ sài bể tề kết hỏi mà ha chào có đá tới cầu vài rồi phun nhẹ sọc rụng pây coi cồn mớ khmei sray pro đã cầm pung lên nhiều nhà nơi cao một lục chữ hết có khơi niên tôi mà nè miếng rụp trong xa xóm rùm miếng sạch chiêm sọt la thay nổ cú oi sờ lạnh có nị dây luôn luôn khmei nú ở bãi tranh pi bộ phụ khmei ấy tiệt hết bình chào nom niên dọc từ tiếc rồi bọc luôn đời class khmei nú rút từ rốt ở bụng mà đai niên vĩnh prom tiền ca pía cùng oi mà đai ở bụng rồi bọc niên tam rốt khơi mà ha chào có dốc khmei nú từ lẽ tục nông mình tục chạ sao chọp rót bê bài rứ bê ban nôm chùm này ở ha chăng mà ha chào tán từ hồi tam rồi lọt tội mùi tại oi niếng bò rịp hổ khmei sray nú nấc nông mình tục chết tay chùm rán sạch chiêm rót ngay chia lùm đập rồi hốt đo niếng pinh với rồi mông đời sát tại niếng nấc nông mình tục niếng mình đa trơ bùn lư pre hạ tịch nấc mình ban choan đây chỉ tràn chna một hơi tức bần đa ở niếng scom skeng xây slang copy nỉ rí tủ tử mà ha chào phây nè mình đăng tha côn miên chủng ngư ở với tề có trắc tới nông nẹ phùm sọc chuốc nâng đôn cha mà nẹ chia giấy mọp mà ha chào có nị dây ổng vò hói xôm ẩn chương đôn cha oi một chuối mưa rô côn rồi bọc luôn giấy mọp nụ ban châu một đỏ châu từ xua sọc tục niềng hói vô ca sọc group hói ban vô đăng tha chủng ngư ní con tại chia chủng ngư pla vây tai bẩn nọ để thưa ở chai rồi sạp rồi so chốc non chốc chồng kê là hất là hái đầy trường tái xôm chai cùng pruy chám gì xóm năm sòng cớ ở phật thá hỏi gì một có stuốt sòng bộ chơ một xóm năm tâm tức oi niên phật hỏi đam thả bé đại chật một rồi đỡ oi niên xóm năm môi cảnh chọc ní đam tức phật 4-5 ngày nâng bán thu ra đốt bầm nòn nếu bé đai gì một bán mưa thay tôm côn trào nụ một có che tay sừng kê khơi rực bìa nâng rút trao đo là o rồi bọt niềng có cuối trong chất tục thả nâng sầm lẫn rót mưa cầm lo rụt là o nam nè ở xã xóm chỉ mùi niềng lúc côn sray mà ha chào hất năm ruồi có ban thu ra rốt háo gì một chỗ tới sầm pe xôm lia mà ha chào háo bắt đam mà ha chào mình ơi khum niềng nơi nông mình tốt thiệt tỉ mà ha chào có bán dọc mị bạc lạ khla chun từ nấp đo gì mọp háo chun gì từ lọp tới tẻ vinh bé riệp tranh tử gì mọp nức nông chật thả tẻ mà ha chào ní ngay đạch rồi giá bị phum sọc kín nè nức nông prey có ngặt tiệt và sân bà ảnh tới ca trong một tin mà đòn tiệt và có chỉ rốt khơi mình khơi nụ tê nức sọc group hỏi cốt có dọc crop ở lật môi bóng vách để đã tam khuôn đa tam bị coi mà ha chào giấy đa bẩn đá chắp crop ở lật rồi bẩn đá rồi hô đọc tiếc rồi bọc cọt ngay mùi sray bạch chay hai pho pi bột bể bẩn đá ở chất miền nông mà nè đá tờ lọp bị riêng vị chia cá chỗ tơ sầm rá nơi tiếc gì mọp nụ sân bất ngày căn tại chri cầm lăng cỏ lấy từ mục tiêu có ngay cốt châu tơ sầm pe đôn cha sống sạ nơi ban mùi dục chuôn chỉ đôn cha tranh một có rồi lấy khơi miền nộp chỗ một sầm pe còn miếng chất sập rọ từ tua ở sạ nữ
Giấy ban đam bài mình đá sầm nét sầm ná xua ẩm pí pui pung miền nốt mình đá lúc Asrai bài ruột giấy mọp có chết ta sừng kết rụt chào miền nốt nú tăng ta bị trâu một giấy có bán xua tới miền nốt thả nè cháu cá bị cháu li ở bụng mặt đáy một xoay rốt đầm này bị chia ní ta ở bụng mặt đáy cháu miên đây đằng đăng câu nè ná tục ở hai rồi nớ miền nộp có bán sloi tọp từ đồn chắc vinh thả bát lục giấy ca bạch nhom chênh màu nút cứ mình toan miên ở lào tê cháu kịch tha bà sân bà ban chụp này ri na mà nẹ miên lẹ cả nạ xóm rôm lọ nút nhóm mắt nâng dọc niếng thôi chia bà bồn hào lục giấy á ban score con chơi nè na lọ không phum sọc này đai được tế ban chỉ xua nhom trắng lục giấy bà miến chui na nom ở nhom phong trời ơi nơi nông sọc phùm ní mình khơi miên stray na mà nè xạ xóm nâng trời tê bần tái chỉ đốn thọp khơi stray mà nè niềng nút cứ chỉ câu mà hà cháu nơi nông pri ngay ai nó nị giấy đo cần lại nị giấy mọp có nị giấy riệp rộp ẩm pi đầm ná để cốt ban tới khơi niềng miền nộp lứa giấy mọp nị giấy xa xa ẩm pi niềng được nó cốt ẩn tè xa trong khơi rụt niềng khăn nè có ông vò giấy ở chún quả tử giấy mọp pro cách đạch ở hàng ca mình prom chun tơ nụ tê pro khla cháu đấng cháu bật chia sầm lạp quạt cháu chia mình khàn lòi bố rót nụ không nị giấy luôn luôn ông vò đôn chạc khăn nè đôn chạc có ói bồ rò nụ từ sầm ra hói son để già thà rất ấy đừng nói bồ rò nụ từ rột niếng cờ mồm nụ giúp nụ bồ rò chết tại kịch sập cục đây co mình lụa đôi play cần lại phong từng tương chăm oi tại lư chắp ban từ chụp niêng phong na muối kịch bà ròm ẩm pi đầm nà không prey tem nè ai na muối kịch đo cột nạ chỉ muối mà hà chào bé tiệp lư dây mọp cào đam bài rốt mà hộp cream tiêm tực bầm pung tục bầm rong chỉ biển ao miền nộp thưa đầm nà lúc miền nộp cào pi đầm nấy dây mọp có áo sro bài tực ruồi bật cô còn chọc hà sầm rạp tam phơi hói no bằng hai đầm rồi đau ở lật áo chơi miền nộp thưa đầm ná chỉnh từ dây mọp có bán và đam trái miền nộp thà nè trái châu trái đa tam chua đau mà lật nị cho cháu nâng ban từ đó tè niên cầm mồm lưu hói tay cháu bị giặt luôn là mẹn tên ná cháu từ cho hói xô mà ban sự đây sốc nâng oi ban sầm rách đôi sự đây bầm non bật na bằng miên sự trâu bị mốc oi mơ rùm lon hói bằng miên sự trâu một bị còi nón oi rồi liếc là cháu miên nộp crab ron là bát lục dây hói có tránh đầm nà từ ngay chê bẩn tịch tước miên nộp từ đó tè mà hà cháu cốt chuôn chỉ bên nú mà há cháu mình nữ tránh từ rộp plon kì bạch nữ tại côn sấy nữ chăm tè tai mà nè ai niếng cầm pung tại đào tại trốc bó sầm áp tè tam tùm lọp bụng bán kịch cray miên nè na một bài lòi cháu miền nộp nú từ lốp côi cùn khơi thả niếng nơi tai mà nè ai có bật thoi srách hở niềng niếng lư sâu một mà nú chùm lấy phây kịch thả ta nè na hiên châu một đo tì nị phần tài bế đai cờ lấy khơi giúp ở chôn bồ rọ chỉ nét miên rất bia slow boat sụp hiếp riệp xa mình cú ở khláy niếng có bạc phi ao bồ rọ nu châu tè hói nị dây xạ xua khnia từ vinh từ một mình trắm tay phần nổ niếng co từ tua đẹp tẹ sầm nét sầm ná đôi xịt đây sna ha hói có sốc chật sốc cái sờ lánh khnia chỉ ở đây bờ pôn hói dột miền nộp từ lẹ mình ói mà ha chào chỉ ở bục chỉnh chấm bàn đắng nụ lòi về liếc còi một mà hà chàoสังเกตเคยรึกเปียโกนใส่ระบอกล้วนเข้าคลายปีทอมาได้cứ niềng tay luôn chỉ nên chỉ cả thưa ca nghe sắp xa ở bờ không tè đói mình bạch ở bục đặt tường lao đối chỉ trong quặp côn mình nam mà nè đã chia mình chỉ tí bình chật mà hát chào nức song say hỏi cóสังเกตtam đan côn sấy bê nụ kế có ban khơi bộ rò mà nè miên rượu riêng sạch sẵn hà nức không tè có ón chất nâng côn sấy lia nâng sực đây yên khmah bồ rò chỉ đây nụ phong có đáo trên bị tét tự bạch tiếng pí nè ở đây bờ bùn nước nông preju mình tịch tử mình khơi mà ha trao trở lọp một vĩnh còn nóm khi cho từ rộp ở bục nước ép hùm sọc lúc một đo hùm hỏi còn nóm khi châu từ o côn giấy mọp prom tiếng chu nùng vòn cọt khạc khạc tiệt phong giấy mọp miếng chất tây o chỉ khăng đá prap nè chật khang ở mơ niềng đời thay bô bạch prap kê tha
នាងម្នាក់នេះហើយមានរូបឆោមលោមពណ៌ស្អាតល្អឥតខ្ចោះមកពីនាងនៅក្នុងម្លប់ដល់ពេលនាងចេញពីម្លប់ក៏មានប្តីតែម្ដងអ្នកស្រុកឃើញដូច្នោះក៏នាំគ្នាយកកូនដែលដល់អាយុគ្រប់ការទៅទុកក្នុងបន្ទប់ដើម្បីឲ្យកូនសស្អាតដូចនាងដែរហើយក៏ជាប់ជាទំនៀមទម្លាប់រហូតមកដល់សព្វថ្ងៃនេះ